បើជាដំបងសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះហ៊ុនសារ៉នមកពីថ្នាក់ A ក្រុមទី4ថ្ងៃនេះផងដែរខ្ញុំបាទសូមអានសង្ខេបមេរៀនសប្តាហ៍ទី6ដែលប្រធានបទរបស់យើងនិយាយអំពី Bloom Taxonomy ការរៀបចំនិងបង្កើតតេស្តសម្រាប់វត្ថុបំណងរបស់យើងបន្ទាប់ពីសិក្សាមេរៀននេះចប់គ្រូនិស្សិតនឹងពិពណ៌នាអំពីគុណសម្បត្តិគុណវិបត្តិនៃការប្រើប្រាស់ប្រភេទសំណួរទម្រង់បិទនិងទម្រង់បើកអនុវត្តការរៀបចំនិងបង្កើតសំណួរតាមកម្រិត Bloom បង្កើតសំណួរទម្រង់បិទនិងទម្រង់បើកក្នុងការវាយតម្លៃតាមលទ្ធផលសិក្សារំពឹងទុកសាកល្បងបង្កើតតេស្តស្តង់ដារដោយពិចារណាលើភាពជឿជាក់និងសុពលភាពនៃសមាសភាពសំណួរសម្រាប់មាតិការបស់យើងចំណុចទី1គោលការណ៍បង្កើតសំណួរតាមទ្រឹស្ដី Bloom ចំណុចទី2ប្រភេទសំណួរតាមកម្រិត Bloom ទី3ការអនុវត្តបង្កើតសំណួរតាមកម្រិត Bloom ទី4គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បិទទី5គុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បើកនិងទី6ការរៀបចំនិងបង្កើតតេស្តស្តង់ដារសម្រាប់ចំណុចទី1គោលការណ៍បង្កើតសំណួរតាមទ្រឹស្ដី Bloom តើយើងប្រើ Bloom Taxonomy ដើម្បីអ្វី Bloom ការភាពចាំបាច់ Bloom គឺគេបង្កើតឡើងដើម្បីរៀបចំកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកដើម្បីបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រនិងស្តង់ដារវាតម្លៃឲ្យមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវនិងដើម្បីសម្រួលការសួរសំណួរហើយសម្រាប់កម្រិតពុទ្ធិ Bloom គេចែកចេញជា6កម្រិតគឺកម្រិតទី1ការចងចាំកម្រិតទី2ការយល់កម្រិតទី3ការអនុវត្តកម្រិតទី4ការវិភាគកម្រិតទី5ការវាយតម្លៃនិងកម្រិតទី6ការបង្កើតហើយកម្រិតសំណួរទាំង6ហ្នឹងលំនាំនៃការយល់ដឹងមានដូចជាទី1ការចងចាំដូចជារំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីលំនឹករយៈពេលវែងស្គាល់ឡើងវិញនិងបង្កើតឡើងវិញនៃទី2យល់ដឹងមានដូចជាបង្កើតឡើងនៅព័ត៌មានដែលគ្រូបានបង្រៀនរួមមានសំណួរផ្ទាល់មាត់សរសេរបកស្រាយពន្យល់ graphic ធ្វើចំណែកថ្នាក់សង្ខេបប្រៀបធៀបនិងលើកឧទាហរណ៍ចំណុចទី3ការអនុវត្តមានដូចជាអនុវត្តនិងប្រតិបត្តិតាមទ្រឹស្ដីដែលបានសរសេរការអនុវត្តបញ្ជាក់ថាទ្រឹស្ដីខុសឬត្រូវចំណុចទី4វិភាគមានដូចជាបំបែកព័ត៌មានទៅជាផ្នែកតូចៗហើយកំណត់ថាតើផ្នែកណាមួយមានទំនាក់ទំនងគ្នាចំណុចទី5វាតម្លៃធ្វើការវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារទី6បង្កើតថ្មីផ្សំធៀបផ្សេងៗបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធភាពឬមុខងារទាំងមូលឬក៏ផ្គុំធៀបផ្សេងៗឡើងវិញឲ្យទៅជាលំនាំមួយសម្រាប់ចំណុចទី2ប្រភេទសំណួរតាមកម្រិត Bloom ទម្រង់របស់សំណួរមានដូចជាមាន2ទម្រង់សំណួរបិទជាសំណួរទាំងឡាយណាដែលចម្លើយរបស់សំណួរនោះត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគូផ្គងបំពេញឬភ្ជាប់ចម្លើយទាំងនោះសំណួរទម្រង់បិទអាចជាសំណួរពូជជ្រើសរើសសំណួរខុសឬត្រូវសំណួរផ្គូផ្គងនិងសំណួរបំពេញចន្លោះជាដើមទម្រង់សំណួរបើកជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយសំណួរផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់មាត់ឬការ
សរសេរផ្សេងៗឡើយសម្រាប់ចំណុចទី3ការអនុវត្តការបង្កើតសំណួរតាមកម្រិត Bloom មានដូចជាការចងចាំមើលស្ដាប់កត់ត្រាសូត្រទន្ទិញរំលឹកប្រាប់អានឡើងវិញចង្អុលប្រាប់រៀបរាប់ពិពណ៌នាគូគងហៅឈ្មោះនិងកម្រិតយល់ដឹងសួរបកស្រាយបង្ហាញពន្យល់និងពិភាក្សារីឯកម្រិតអនុវត្តស្រាយគណនាជ្រើសរើសពិសោធន៍ប៉ាន់ស្មានកំណត់សម្រួលពន្លាតបង្ហាញអនុវត្តសង់ដៅរោគប្រើប្រាស់បញ្ជាក់និងកម្រិតវិភាគប្រៀបធៀបបែងចែកវិភាគលម្អិតចំណាត់ថ្នាក់រៀបលំដាប់ញែកឲ្យឃើញច្បាស់កម្រិតវាតម្លៃផ្ដល់យោបល់សម្រាប់ចិត្តរិះគន់ដាក់បន្ទុកសង្ខេបថ្លឹងថ្លែងទាញសេចក្តីសន្និដ្ឋាននិងកម្រិតបង្កើតថ្មីរចនាផលិតរៀបគម្រោងរៀបរៀងបង្កើតផ្សំបញ្ចូលគ្នាច្នៃប្រឌិតទាញរូបមន្តទាញវិបាកសម្រាប់ចំណុចទី4គុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទសម្រាប់សំណួរខុសឬត្រូវគុណសម្បត្តិរបស់វាមានងាយសរសេរងាយដាក់បន្ទុកសម្រាប់គុណវិបត្តិមានអត្រាទស្សន៍ទាយខ្ពស់ដល់ទៅ 50% มันអាចបង្កើតជំរើសចម្លើយលើសពី2បានមិនវាតម្លៃបំណិនឬចំណេះដឹងក្នុងកម្រិតខ្ពស់បានសម្រាប់សំណួរគូគងមានគុណសម្បត្តិរបស់វាមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងមានប្រយោជន៍សម្រាប់ការធ្វើតេស្តពិតព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនរីឯគុណវិបត្តិវិញវាវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញឯកភាពនៃសំណួរតេស្តសម្រាប់ចំណុចទី5គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បើកសំណួរទម្រង់បើកជាប្រភេទសំណួរដែលតម្រូវឲ្យសិស្សសរសេរចម្លើយដោយគំនិតផ្ទាល់ខ្លួនដើម្បីឆ្លើយនឹងបញ្ហាដែលបានចោទឡើងចម្លើយអាចខ្លីឬវែងអាស្រ័យទៅលើទំហំនៃបញ្ហានិងសមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗសំណួរសរសេរទម្រង់ខ្លីនិងសំណួរសរសេរទម្រង់វែងសម្រាប់ចំណុចទី6ការអនុវត្តការរៀបចំនិងបង្កើតតេស្តស្តង់ដារដំណាក់កាលទី1តារាងកំណត់គម្រោងវិបត្តិតេស្តដំណាក់កាលទី2ការបង្កើតសំណួរតេស្តដំណាក់កាលទី3អនុវត្តការធ្វើតេស្តក្នុងថ្នាក់រៀនដំណាក់កាលទី4ការធ្វើអត្រាកំណែនិងកែសំណួរទម្រង់បើកដំណាក់កាលទី5វិភាគលទ្ធផលតេស្តនិងដំណាក់កាលទី6កំណត់ចំណុចខ្លាំងចំណុចខ្វះខាតបន្ទាប់មករៀបចំផែនការបង្រៀនដើម្បីធ្វើឲ្យលទ្ធផលការសិក្សារបស់សិស្សនឹងប្រសើរឡើងហើយសម្រាប់ការបង្កើតវិញ្ញាសាដោយបន្ស៊ីជាមួយលទ្ធផលសិក្សានៃកម្មវិធីសិក្សាមានដូចជា1ធ្វើបំណែកចែកកម្មវិធីសិក្សាប្រចាំខែដោយបញ្ចូលលទ្ធផលសិក្សានៅក្នុងកម្មវិធីសិក្សាលម្អិត2បង្កើតតារាងកំណត់គម្រោងល្បិចតេស្តដោយយោងទៅតាមបំណែកចែកកម្មវិធីសិក្សាប្រចាំខែចំណុចទី3បង្កើតសំណួរតេស្តដោយផ្អែកលើតារាងកំណត់គម្រោងលម្អិតតេស្តនិងចំណុចទី4ផ្គុំសំណួរតេស្តទាំងអស់ទៅជាវិញ្ញាសាប្រឡងអញ្ចឹងការសង្ខេបមេរៀននៅសប្តាហ៍ទី6របស់ខ្ញុំបាទគឺមានប៉ុណ្ណឹងសូមអរគុណលោកគ្រូ